សង្កាត់ខ្ញុំនៅសង្កាត់បឹងប្រពន្ធហើយពួកខ្ញុំទាំងអស់គ្នានៅសង្កាត់បឹងប្រពន្ធហ្នឹងខ្ញុំបោះឲ្យគណៈបកសង្គ្រោះជាតិហេតុអីបានជាគណៈបកប្រជាជនថាឈ្នះគេវិញឥឡូវពួកខ្ញុំទាំងអស់នេះអត់សុខចិត្តទេខ្ញុំនឹងនាំគ្នាប្តឹងទៅអង្គការសហជាតិឲ្យជួយដោះស្រាយក្នុងប្រទេសកម្ពុជាផងបើមិនចឹងឯងងាប់ឲ្យខ្មែរហ្នឹងហើយទៅថាធ្វើបាតកម្មពួកខ្ញុំនឹងទៅធ្វើមុននឹងថាងាប់ដែរងាប់ចោះអត់តកចិត្តទេពួកអីឈឺចាប់ណាស់បោះឆ្នោតឲ្យសង្គ្រោះជាតិសោះហើយវាមកប្រកាសថាវាឈ្នះហើយអំពើដែលវាធ្វើហ្នឹងអត់ថ្លៃធ្នូទេថោកទាបយំផុតហើយទៅជាជនអត់តកចិត្តទេក្រុមបឹងជប៉ុនរបស់ខ្ញុំទាំងអស់គ្នាហ្មងថ្ងៃបោះហ្នឹងនៅបឹងជប៉ុននៅខាងការិយាល័យលេខប៉ុន្មានដែរលេខ2600 603ហើយ600តូនណាប្រហែលលេខមកហើយដល់ពេលដែលពេលបោះហើយហ្នឹងអាពេលល្ងាចគេប្រកាសលទ្ធផលហ្នឹងអ៊ំមានផ្ទៀងជាពលរដ្ឋអីផ្ទៀងទាត់មើលឃើញឈ្នះទាំងអស់ឈ្នះសាលេខ7ហើយចៅខ្ញុំមកវាទៅសង្កេតការលេខ4ទៅចាស់ហើយចាក់ប្រកាសថាឈ្នះហើយហេតុអីទៅអានេះខុសយ៉ាងហ្នឹងហើយដល់ពេលឥឡូវហ្នឹងលទ្ធផលដែលចេញមកអ៊ំមើលទៅអ៊ំទទួលស្គាល់ហើយថាវាឈ្នះអត់ទទួលស្គាល់ទេអត់សោះអត់ទទួលទេគ្រប់កន្លែងអស់នៅទីណាកំពុងចាំបងប្អូនខ្ញុំនៅក្នុងរវីប្រែចដៃអីហ្នឹងណាក់បាក់សង្គមជាតិឈ្នះអស់ហើយវាលួចអញ្ចឹងវាធ្វើអំពើអាក្រក់អញ្ចឹងសូមថកសាកទឹកនៅក្នុងប្រទេសកម្ពុជាហ្នឹងឲ្យវាតាន់ហាន់មកឲ្យឃើញតាន់ហាន់អំពើដែលវាធ្វើមិនល្អចំពោះប្រជាជនវាលួចស្លឹកក្នុងប្រជាជនដែលគេខំបោះឲ្យសង្គមជាតិហើយវាទៅលួចអញ្ចឹងសូមឲ្យវាអន្តរាយត្មងអាអ្នកកម្មមាជមុនមកប្រមាណហ្នឹងឲ្យវារលាយឆាប់ឲ្យវាបន្តទៀតប្រជាជនក៏អត់សុខចិត្តដែរព្រោះនៅជាមួយវាសពថ្ងៃវាពិបាកណាស់ទាំងបងប្អូនខ្ញុំអីនៅនេះវាយកដីយកផ្ទះអីអស់លីងហើយឈឺចាប់ណាស់ហើយទៅវាថាវាធ្វើល្អអស់ហើយត្រីព្រៃអីវាខ្ទេចខ្ទីហើយបើវានៅ15ឆ្នាំទៀតអស់លីងហើយឥឡូវសូមដឹងដល់អង្គការវិទ្យាឲ្យជួយមកជួយប្រទេសកម្ពុជាផងព្រោះអីប្រទេសតាមប្រមាណចុះហាត់លេខាជាមួយប្រទេសកម្ពុជាពីឆ្នាំ1993ហ្នឹងថាជួយខ្មែរបានសុខសន្តិភាពជួយមករៀបចំបោះឆ្នោតឥឡូវខ្មែរធ្វើអំពើគប្បីធ្វើកំហុសខុសស្គាំតងរដ្ឋាភិបាលជាមួយប្រជាជនខ្មែរសម្រាប់ប្រជាជនលក្ខណៈប្រជាជនខ្មែរថ្លៃណាស់ហើយវាមកប្លន់យកអញ្ចឹងឲ្យប្រជាជនគិតយ៉ាងម៉េចទៅហើយជួយឬថាបើសិនជាក្នុងករណីដែលគេអត់ព្រមដោះស្រាយឲ្យយើងណាអត់ព្រមគឺថាធ្វើបាតកម្មហ្មងអ៊ំស្ម័គ្រចិត្តបាតកម្មទៅតែអ៊ំខ្លាចឯងមើលទៅព្រោះអីខ្លាចអត់ខ្លាចសោះបាតកម្មឃើញគេបរិយាតបបរិយាច្រើនណាទៅឲ្យវាវាយទៅថ្ងៃចាំទិញផ្កាឲ្យនឹងធូបទៀនទៅឲ្យពួកពលីបងប្អូនយើងសពលីហ្នឹងគាត់អត់ជួយរដ្ឋាភិបាលទេមើលទៅគាត់ជួយខាងប្រជាជនហើយមើលអត់ជួយខាងហ្នឹងឲ្យជួយខាងប្រជាជននឹងបោះឆ្នោតឈ្នះឲ្យសង្គ្រោះជាតិហ្នឹងណាហើយបងប្អូនទាំងអស់ហើយម្នាក់នោះនៅចិត្តខ្ញុំ5-10នាក់បោះឲ្យសង្គ្រោះជាតិ5-10នាក់ហើយតាំងហើយវាយកសរងទៅចែក5-10គាត់អត់បោះឲ្យប្រជាជនទេព្រោះវាដឹងរឹកហើយដល់ហើយវាថាអស់លីងសរងមានសល់វាចាញ់បោកប្រជាជនហើយវានិយាយយ៉ាងអាប្រធានហើយអ៊ំឥឡូវអ៊ំចង់អំពាវនាវចង់ស្នើសុំដល់ប្រជាពលរដ្ឋឲ្យគេគិតមិនដែរឲ្យគេមានមតិយោបល់អីខ្លះស្នើប្រជាពលរដ្ឋទាំងអស់ដែលបោះឲ្យសង្គ្រោះជាតិប្រមាណលានហ្នឹងសូមឲ្យជួយដោះស្រាយឲ្យលទ្ធផលរបស់ឆ្នោតទាំងប្រមាណហ្នឹងឲ្យសង្គ្រោះជាតិឈ្នះកុំឲ្យប្រជាជនឈ្នះហើយឲ្យប្រជាជនគាត់ឲ្យគាត់ចុះពីអំណាចទៅរដ្ឋាភិបាលឥឡូវហ្នឹងព្រោះអីគាត់កាន់អំណាចគ្រប់ហើយគ្រប់គ្រាន់តែគាត់បានកាន់ហ្នឹងប្រហែលឆ្នាំហើយគាត់ល្មមហើយហើយតែគាត់ចុះចាញ់បើចង់ជាជនអត់សុខចិត្តទេចឹងអ៊ំត្រៀមខ្លួនហើយចូលបាតកម្មបើសិនជាមានចូលមែនអត់ថាលេងពីថ្ងៃមិនអ៊ំទៅខាងនោះហើយគេថាអត់មានទទួលខាងហ្នឹងទេណាមកខាងហ្នឹងមក